ជាដំបូងនៅក្នុងវីដេអូនេះដែរនាងខ្ញុំសូមចូលរួមរំលែកទុក្ខទៅដល់ជនរងគ្រោះក៏ដូចជាក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានជួបនៅសោកនាដកម្មទាំងអស់នេះដូចអ្នកទាំងអស់គ្នាដឹងចឹងនៅក្នុងមាតិការបស់ខ្ញុំជាធម្មតាខ្ញុំតែងតែនិយាយពាក់ព័ន្ធជាមួយនឹងរឿងអរូបីដែលគួរឲ្យខ្លាចឬក៏រន្ធត់ចឹងទៅប៉ុន្តែនៅក្នុងវីដេអូថ្ងៃនេះគឺប្លែកជាងមុនគឺខ្ញុំនឹងចែករំលែកជាមួយនឹងរឿងសោកនាដកម្មជំរាបសួរសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូនេះចឹងនៅរឿងសោកនាដកម្មដែលខ្ញុំនឹងលើកឡើងនិយាយនៅថ្ងៃនេះគឺតាក់ទងជាមួយនឹងអគ្គិភ័យដូចអ្នកទាំងអស់គ្នាដឹងចឹងមួយរយៈក្រោយនេះគឺតាំងពីចូលឆ្នាំ2025មកគឺមានករណីឆេះច្រើនទីតាំងមែនទែនហើយសុទ្ធតែជាករណីធំពាក់ព័ន្ធជាមួយនឹងករណីនេះដែរខ្ញុំក៏មានសាច់រឿងចែកម្លែកជូនអ្នកទាំងអស់គ្នាដូចគ្នាដែលបានកាត់ឡើងតាំងពីប្រហែលឆ្នាំមុនហើយមុននឹងបន្តនៅក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រយ័ត្នប្រយែងជាងមុនជាពិសេសភ្លើងអគ្គិសនីឬក៏ភ្លើងទៀនធូបមុននឹងអ្នកទាំងអស់គ្នាចាក់ចេញប្រទេសសូមពិនិត្យមើលឲ្យបានត្រឹមត្រូវហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងនៅចូលនៅក្នុងសាច់រឿងយើងទី1សាច់រឿងនឹងចែកថ្ងៃនេះគឺមានដល់ទៅ3រឿងទី1នោះគឺការឡើងនៅក្នុងម្ដុំស្រុកភូមិខ្ញុំដែរតែនៅក្នុងសាច់រឿងទី1របស់យើងគឺតាក់ទងទៅលើលោកពូម្នាក់ដែលគាត់មានផ្ទះនៅជិតផ្ទះខ្ញុំដែរនៅខាងនៅស្រុកអញ្ចឹងណាអញ្ចឹងនៅថ្ងៃដែលកើតហេតុហ្នឹងគឺលោកពូគាត់សម្រាកថ្ងៃធម្មតាគាត់អ្នកស្រែអ្នកចការបន្ទាប់ពីពេលព្រឹករវល់អីហើយអញ្ចឹងទៅថ្ងៃឡើងគាត់សម្រាកនៅលើផ្ទះអញ្ចឹងទៅហើយនៅផ្ទះគាត់ហ្នឹងដោយសារផ្ទះនៅស្រុកខ្ញុំហ្នឹងគឺផ្ទះឈើហើយមានក្រាលជានៀបអញ្ចឹងណាអញ្ចឹងដល់ពេលគាត់សម្រាកពេលថ្ងៃហ្នឹងដើមហេតុហ្នឹងគឺអត់ដឹងថាគាត់ខ្លួនឯងឬក៏កូនប្រពន្ធគាត់ទេគឺគាត់សែនចាំថ្ងៃសិលទៅគាត់សែនផ្លែឈើអីចឹងទៅហើយក៏អត់ធុកហើយអត់ធុកហ្នឹងគឺកតិចធុកអីហ្នឹងវាបានឆេះហើយក៏ធ្លាក់មកត្រូវម៉ូតូគាត់នៅដែលគាត់ទុកនៅខាងក្រោមហើយដូចអ្នកទាំងអស់គ្នាដឹងចឹងនៅតាមខេត្តម៉ូតូគឺអញនិយាយបានថាម៉ូតូគាត់រៀងចាស់ចឹងទៅពេលខ្លះវាមានលេខសាំងលេខអីចឹងណាអញ្ចឹងគ្រាន់តែកតិចធុកហ្នឹងធ្លាក់មកលើម៉ូតូវាជ្រុះតាមមនាបចឹងធ្លាក់មកម៉ូតូខាងក្រោមហ្នឹងគឺធ្វើឲ្យឆាបឆេះហើយមានអគ្គិភ័យហើយនៅពេលហ្នឹងគឺដោយសារគាត់កំពុងសម្រានហើយគាត់នៅលើផ្ទះម្នាក់ឯងហើយនៅភូមិពេលហ្នឹងក៏រៀងស្ងាត់ផងគឺផ្ទះហ្នឹងដោយសារវាឆេះម៉ូតូអញ្ចឹងគឺឆាបលឿនមែនតើហើយបូកជាមួយសាំងផងក៏ធ្វើឲ្យផ្ទះហ្នឹងឆេះវឹបហ្មងទៅហើយលោកពូគឺជាអកុសលគឺគាត់អត់អាចរត់ចេញដើម្បីសង្គ្រោះជីវិតខ្លួនឯងបានទេហើយជាក់ស្ដែងគឺគាត់បានទទួលមរណភាពនៅក្នុងភ្លើងនោះតែម្ដងគឺគាត់ឆេះស្លាប់តែម្ដងក្នុងការនោះដែរធ្វើឲ្យអ្នកភូមិផ្អើលឆោឡោដូចគ្នាមួយរយៈប្រហែលជា10នាទីក្រោយមកអ្នកភូមិផ្អើលឆោឡោទៅក៏មកជួយប្លុតអីចឹងប៉ុន្តែនៅក្នុងរឿងនេះដោយសារតែផ្ទះគាត់ទី1ផ្ទះគាត់ផ្ទះឈើទី2ភ្លើងឆេះម៉ូតូដែលឆាបជាមួយសាំងកតិចធុកហ្នឹងវាធ្លាក់ចុះទៅខាងក្រោមផ្ទះហ្នឹងឆាបជាមួយសាំងផងធ្វើឲ្យភ្លើងហ្នឹងគឺឆេះបុកឡើងខ្លាំងហើយធ្វើឲ្យគាត់ឆេះស្លាប់គឺសមាទោដូចគេបូជាអញ្ចឹងគឺឆ្អិនស្លាប់នៅក្នុងផ្ទះហ្នឹងតែម្ដងអញ្ចឹងបន្ទាប់ពីគេមកធ្វើអន្តរាគមអីផ្សេងទៅក៏ប្រពន្ធកូនមកហើសាក់សពអីហើយក៏ជារឿងមួយដែលរន្ធត់ចិត្តខ្លាំងហ្មងនេះយើងសម័យមើលថាមនុស្សដែលគាត់គេងធម្មតាសុកហើយមានរឿងនឹងឡើងធ្វើឲ្យគាត់ឆេះស្លាប់ភ្លាមគឺពិតជាពិបាកទទួលយកមែនតើហើយសាច់រឿងទី2នោះគឺពាក់ព័ន្ធនៅក្នុងស្រុកភូមិខ្ញុំដែរផ្ទះហ្នឹងជាផ្ទះការ៉ាសាំងផ្ទះហ្នឹងផ្ទះគាត់រៀងអ្នកមានហើយផ្ទះគាត់ថ្មក្រមឈើខាងលើហើយគាត់មានការ៉ាសាំងមួយនៅផ្ទះអញ្ចឹងការ៉ាសាំងគឺការ៉ាសាំងអាធំហ្មងមិនមែនគ្រាន់តែលក់បានដបអីនៅមុខផ្ទះណាអញ្ចឹងដើមហេតុនៃអគ្គិភ័យហ្នឹងយើងអាចនិយាយបានថាទី1ផ្ទះគាត់លក់សាំងទី2គឺខែក្តៅដូចជាម្ដុំខែចូលឆ្នាំអញ្ចឹងទៅវាអាចមានចំហេះផ្សេងទៅធ្វើឲ្យក្តៅទៅក៏ឆេះការ៉ាសាំងហ្នឹងទៅតែរឿងគួរឲ្យតក់ស្លុតហ្នឹងគឺនៅក្នុងគ្រួសារហ្នឹងមានសមាជិកច្រើនដែរប៉ុន្តែនៅក្នុងហ្នឹងគឺដែលឆេះស្លាប់ហ្នឹង2នាក់ដែលត្រូវជាកូនប្រសារស្រីម្នាក់ហើយនិងឪពុកក្មេកម្នាក់កូនប្រសារស្រីហ្នឹងគ្រាន់តែការ៉ាសាំងហ្នឹងឆេះគាត់
លឿថាគាត់ចលាចោលគាត់រត់អត់កើតអីចឹងទៅគាត់ក៏នៅជាន់ខាងក្រោមហ្នឹងវាមាននៅតាមខេត្តវាមានអាងទឹកធំដើម្បីគេទុកស្តុកទឹកភ្លៀងឬក៏ទឹកម្ដងអីគេបូមយកទៅដាក់អញ្ចឹងណាគ្រាន់តែភ្លើងឆេះវត្តភ្លាមគឺប្រហែលគេប៉ូលីសសន្និដ្ឋានថាប្រហែលជាគាត់រត់ចូលទៅក្នុងអាងទឹកហ្នឹងដើម្បីគាត់គិតថានៅក្នុងទឹកទៅអាចជួយជីវិតគាត់បានណាហើយនៅក្នុងហេតុការណ៍នោះដែរគឺឪពុកក្មេកហ្នឹងដូចជានៅខាងក្រៅទៅតែដោយសារឃើញភ្លើងឆេះហ្នឹងវាឆាបចូលទៅដល់ក្នុងផ្ទះហើយគាត់បារម្ភពីកូនប្រសារបស់គាត់គឺគាត់បានរត់ចូលទៅជួយកូនប្រសារបស់គាត់តែជាក់ស្ដែងជាអកុសលគឺគាត់ទាំងពីរនេះបានស្លាប់ទាំងពីរនៅក្នុងអាងទឹកហ្នឹងហើយtopic លេងនេះយ៉ាង sensitive តិចសាក់គាត់ទាំងពីរហ្នឹងសមាទោសដូចគេសោះអញ្ចឹងដោយសារតែគាត់ចូលទៅក្នុងទឹកហ្នឹងទាំងពីរមែនប៉ុន្តែភ្លើងឆេះហ្នឹងគឺជាសាំងឆេះដោយសាំងបូកជាមួយនឹងផ្ទះថ្មហើយផ្ទះឈើមកពីលើទៀតគឺឆេះហ្នឹងគឺដូចគេសោះគាត់ទាំងពីរអញ្ចឹងពីរអ្នកគាត់ក៏ទទួលមរណភាពនៅក្នុងហេតុការណ៍នោះដែរហើយជាមួយនឹងសាច់រឿងទី3គឺកើតឡើងនៅគៀកផ្ទះខ្ញុំមែនតើដែលសាច់រឿងហ្នឹងកើតឡើងយូរឆ្នាំដែរហើយតាំងពីខ្ញុំនៅក្មេងអញ្ចឹងមានអ្នកមីងម្នាក់ហ្នឹងគាត់ជាអ្នករស់ស៊ីតិចតួចនៅក្នុងស្រុកភូមិអញ្ចឹងទៅផ្ទះគាត់មានខាងក្រោមផ្ទះមានចិញ្ចឹមទាហើយខាងមុខផ្ទះគាត់មានលក់សាំងដបអីចឹងណានឹងហើយដូចអ្នកទាំងអស់គ្នាអញ្ចឹងនៅតាមស្រុកភូមិឲ្យតែម៉ោងប្រហែលជាម៉ោង4ឬក៏ម៉ោង5អីអ្នកភូមិចាប់ផ្ដើមងើបធ្វើការរស់ស៊ីរៀបចំអីវ៉ាន់អីផ្សេងអីជាស្ដីនៅក្នុងសាច់រឿងហ្នឹងអ្នកមីងហ្នឹងខ្ញុំភ្លេចម៉ោងប្រហែលជាម៉ោង4កន្លះខ្ញុំគឺមេឃនៅល្ងិតឆឹងហ្មងគឺគាត់ចុះពីលើផ្ទះមកដើម្បីរៀបចំដបទឹកក្រូចយើងថ្មហ្នឹងគាត់ម្លែកសាំងចាក់នៅក្នុងដបហ្នឹងហើយស្រួលគេមកទិញទៅយើងមិនបាច់មួលទេយើងចាក់ដឹងថាដបហ្នឹងមានកន្លះលីត្រឬក៏1លីត្រឬក៏អីចឹងទៅហើយដូចខ្ញុំនិយាយចឹងគឺកាលខ្ញុំពីក្មេងអត់ទាន់មានភ្លើងអគ្គិសនីទេគឺយើងប្រើចង្គៀងចឹងនៅពេលដែលគាត់ផ្ទេរសាំងហ្នឹងដោយសារគាត់មើលអត់ឃើញមេឃវាល្ងិតគាត់ក៏កាន់ចង្គៀងហ្នឹងដើម្បីឆ្លោះមើលប៉ុន្តែដោយសារគាត់ភ្លេចខ្លួនជាក់ស្ដែងគឺភ្លើងមកពីចង្គៀងហ្នឹងគឺឆាបសាំងហ្នឹងធ្វើឲ្យឆេះមកវឹបមកគឺជះសាំងហ្នឹងគឺមកលើជើងគាត់មកចំហៀងហើយក៏ឆេះចឹងទៅក៏ពិតភ្លើងឆេះហ្នឹងគឺវាឆាបទៅលើសរងគាត់មុនតែដោយសារតែគាត់ខ្មែរគាត់ហ៊ានដោះសរងហ្នឹងចោលចឹងណាគាត់ក៏ភ្លើងពងឆេះសរងហ្នឹងគាត់ក៏រត់ឡើងលើផ្ទះហើយដោយសារគាត់រត់ឡើងលើផ្ទះហ្នឹងដោយសារអ្នកនរគ្នាភ្លើងពងឆេះយើងកំពុងតែស្លន់អញ្ចឹងពេលដែលគាត់រត់ឡើងលើផ្ទះហ្នឹងធ្វើឲ្យគាត់ធ្លាក់ពីលើចដាហ្នឹងក៏បុកពោះហ្នឹងអាយ៉ះកន្លែងពោះហើយគឺគាត់ស្លាប់ស្ដោកស្ដឹងហ្មងអញ្ចឹងភ្លើងឆេះហ្នឹងដោយសារគាត់ស្លាប់បាត់ហើយអញ្ចឹងភ្លើងឆេះហ្នឹងគឺឆេះស្មាតោគឺឆេះឆ្អិនជើងគាត់មកចំហៀងហ្មងហើយនៅក្នុងសាច់រឿងហ្នឹងដោយសារតែគាត់មនុស្សគាត់ខ្លាចពេទ្យអញ្ចឹងទៅគាត់អត់ហ៊ានមកព្យាបាលនៅទីក្រុងភ្នំពេញទេគាត់ក៏ពឹងឲ្យពេទ្យនៅតាមខេត្តហ្នឹងជួយព្យាបាលព្រោះមើលទៅគាត់ថាភ្លើងអាលៀករបៀបសើស្បែកដែរអញ្ចឹងណាគាត់ក៏ហៅពេទ្យនៅខេត្តហ្នឹងនៅស្រុកភូមិមួយគ្នាហ្នឹងមកលាងរបួសឲ្យអញ្ចឹងទៅប៉ុន្តែជាអកុសលគាត់ទ្រាំលាងរបួសហ្នឹងអាសាច់ដែលឆ្អិនទៅហើយហ្នឹងគាត់ត្រូវលាងរបួសហ្នឹងរយៈពេលយូរមែនតើខ្ញុំចាំដូចជា 2-3 ខែជាងទំមតាគាត់អនិច្ចកម្មទៅគាត់អនិច្ចកម្មហ្នឹងដើមហេតុគឺដោយសារតែផ្លូវឬក៏ជើងគាត់ទាំងមុនហ្នឹងដោយសារវាឆ្អិនហើយទោះជាយើងលាងរបួសប៉ុណ្ណាសាច់យើងឆ្អិនគឺវាងាយក្នុងការឆ្លងមេរោគមែនតើអញ្ចឹងចុងក្រោយគឺជើងគាត់ហ្នឹងដោយសារឆ្លងមេរោគខ្លាំងប៉ះពាល់ដល់សរសៃឬក៏ប៉ះពាល់សរីរាង្គខាងក្នុងទៅធ្វើឲ្យគាត់ទទួលអនិច្ចកម្មទៅអញ្ចឹងនៅក្នុងសាច់រឿងទី3ហ្នឹងបូកជាមួយនឹងរឿងអរូបីតិចតួចអញ្ចឹងបន្ទាប់ពីគាត់ស្លាប់ហើយផ្ទះគាត់ហ្នឹងក៏គេធ្វើបន់ធ្វើអីតាមប្រពៃណីអញ្ចឹងណាហើយនៅជាប់ផ្ទះនឹងថ្ងៃមួយនៅជាប់ផ្ទះហ្នឹងគេការកូនអញ្ចឹងហើយអ្នកផ្ទះជាប់ហ្នឹងដូចជាអត់សូវត្រូវគ្នាឯងមានចំនួនអីតិចតួចអញ្ចឹងទៅហើយពេលដែលគេរៀបចំរោងការហ្នឹងក៏គេអត់មាននឹកឃើញសែនទៅឲ្យគាត់ឬក៏អីផ្សេងដែរអញ្ចឹងនៅពេលថ្ងៃហ្នឹងជាធម្មតានៅខេត្តគេការ2ថ្ងៃគឺល្ងាចចូលរោងហើយស្អែកឡើងគេការពេញ1ថ្ងៃហ្មងអញ្ចឹងពេលល្ងាចចូលរោងហ្នឹងគឺពេលថ្ងៃធម្មតាអ្នកស្រុកភូមិគាត់មកជុំគ្នាជួយរៀបចំម្ហូបធ្វើបន្លែធ្វើសាច់អីអញ្ចឹងព
ពេលដែលមនុស្សនៅក្នុងរោងហ្នឹងកំពុងតែរៀបចំម្ហូបអាហារអីផ្សេងៗហ្នឹងក៏ឃើញពួកក្មេងៗដែលមកជួយដូចគ្នាហ្នឹងក្មេងៗចតុងដែលនិយាយថាអាយុ10ឆ្នាំជាង12 13អីចឹងគាត់កំពុងតែធ្វើម្ហូបនៅផ្ទះជាប់ហ្នឹងក៏គេកលែងទៅឃើញផ្ទះមីងដែលគាត់ជួបបដិវហេតុភ្លើងឆេះហ្នឹងក៏ឃើញផ្ទះគាត់ហ្នឹងឆេះចក្រានបាយគឺក្មេងៗច្រើនគ្នាមែនតើចង់ទៅដល់10នាក់គេក៏លេចឃើញទៅគឺឃើញផ្ទះនឹងកំពុងតែឆេះហើយក្មេងៗហ្នឹងក៏នាំគ្នាលន់មាត់ស្រែកហៅអ្នកពុំអ្នកនៅក្នុងរោងចាស់អីផ្សេងៗថាផ្ទះមីងហ្នឹងគាត់ឆេះហើយនាំគ្នាជួយប្រឡប់ជួយអីចឹងណាហើយពេលហ្នឹងចាស់ក៏គាត់រត់ទៅមើលតែជាក់ស្ដែងគឺផ្ទះហ្នឹងអត់មានឆេះអីទេយំឃើញឆេះហ្នឹងគឺតែក្មេងៗហើយពេលហ្នឹងជាក់ស្ដែងគឺចាស់ហ្នឹងគាត់ស្ដីឲ្យក្មេងៗទៀតថាផ្ទះគេខាងនេះគេបងតែមានសេរីមង្គលអីចឹងអត់គួរណាយករឿងដែលអត់ល្អយកមកនិយាយអីចឹងប៉ុន្តែជាក់ស្ដែងក្មេងដល់ទៅចង់10នាក់គឺឃើញទាំងអស់គ្នាមកថាចក្រានផ្ទះគាត់ហ្នឹងឆេះអីចឹងទៅតែដោយសារតែក្មេងៗនិយាយរឿងទាំងអស់ហ្នឹងហើយអាចារ្យក៏គាត់ឃើញថាប្រហែលជាអត់បានសែនឬក៏សុំជំរាបដំណឹងគេអីដោយសារតែធម្មតាយើងរៀបចំកម្មវិធីអញ្ចឹងទៅវាអាចនឹងឆ្លៀនចូលដីគេតិចតួចដើម្បីសង់រោងសង់អីចឹងអញ្ចឹងតែអាចារ្យក៏គាត់រៀបចំផ្លែឈើមួយចានហើយនឹងចេកមួយស្និតហ្នឹងក៏ទៅខាងក្រោយផ្ទះហ្នឹងដើម្បីដាក់សែនទៅគឺបន្ទាប់មកគឺកម្មវិធីហ្នឹងគឺគេការបានធម្មតាចឹងនេះគឺជាហេតុការណ៍ដែលកាត់ឡើងភូមិខ្ញុំដែលកាត់ឡើងដោយសារភ្លើងអគ្គិភ័យចឹងខ្ញុំអាចនិយាយបានថាការស្លាប់ដោយភ្លើងឆេះគឺពិបាកខ្លាំងហ្មងទំនំតែគាត់ស្លាប់អ្នកនរគ្នាសប្បាយមើលបើថាដូចលងទឹកអីឬក៏អីអាចនឹងអត់ខ្យល់មួយផ្លែតអីចឹងទៅអាចនឹងស្លាប់តែនេះភ្លើងឆេះទំនំតាឆ្អិនទៅដល់អវយវៈណាមួយដែលធ្វើឲ្យយើងស្លាប់បានជនរងគ្រោះទាំងអស់ហ្នឹងគឺគាត់ត្រូវវេទនាឆេះបន្តិចម្ដងគឺយើងក៏នឹកឃើញក៏ពិបាកដែរអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រយ័ត្នប្រយែងនៅក្នុងអាកាសធាតុយើងបច្ចុប្បន្ននេះដូចគ្នាដោយសារតែអាកាសធាតុប្រែប្រួលគឺប្រទេសយើងឥឡូវឬក៏ប្រទេសផ្សេងទៀតក៏ដូចគ្នាដោយសារតែបំរែបំរួលអាកាសធាតុគឺមេឃក្តៅមែនទែនអញ្ចឹងតែយើងភ្លេចខ្លួនឬក៏ធ្វើប្រហែសត្រង់ណាមួយគឺអាចកើតមានអគ្គិភ័យយ៉ាងងាយស្រួលបំផុតអញ្ចឹងដើម្បីប្រយ័ត្នប្រយែងទាំងអស់គ្នាអ្នកទាំងគ្នាមុនចេញទៅណាឬក៏នៅផ្ទះអីព្យាយាម double check ទៅលើភ្លើងអគ្គិសនីក៏ដូចជាធុងហ្គាសឬក៏កំប៉ុងហ្គាសអីផ្សេងៗដែលអ្នកទាំងគ្នាបានប្រើឬក៏អាចមើលរបស់របរជុំវិញខ្លួនរបស់ណាដែលងាយឆេះយើងព្យាយាមប្រយ័ត្នប្រយែងទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងគ្នាជិតស្ដាប់ហើយជួបគ្នានៅក្នុងវីដេអូក្រោយបាយជំរាបលា